ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកអាំងសាច់សាស៊ីវធ្វើជ្រក់ញ៉ាំរបៀបបាយសូបចាអញ្ចឹងសម្រាប់សាច់សាស៊ីវនេះคลิปមុនមានរួចហើយប៉ុន្តែនេះគ្រាន់តែដាក់ឡើងវិញឃើញដល់បងប្អូនខ្លះគាត់អត់បានមើលคลิปមុនចាគាត់ក៏មើលคลิปនេះទៅអាចយល់ណាអូខេឥឡូវយើងរៀបចំប្រឡាក់សាច់សាស៊ីវយើងហ្នឹងចាសាច់ឆ្អិនរួចរាល់ហើយឥឡូវយើងមកធ្វើទឹកត្រីបុកសម្រាប់ធ្វើជ្រក់យើងម្ដងចាសម្រាប់ផ្ទឹមបងប្អូនដាក់មួយចានចាវល់គ្រឿងផ្សំស្មើគ្នាមកណាម្ទេសចាបើខ្លាចហឹរខ្លាំងយើងកុំដាក់ដល់មួយចានពេកស្ករសយើងដាក់មួយចានប៉ុន្តែថែម2ស្ព្រាទៀតទៅណា2ស្ព្រាបាយចាដោយសារធ្វើទឹកត្រីបុកនេះយើងដាក់ស្ករសរៀងលឿសគេបន្តិចចាសម្រាប់ទឹកក្រូចឆ្មាហើយនិងទឹកត្រីគឺមួយចានស្មើបន្ទាប់ពីចាក់គ្រឿងផ្សំចូលអស់ហើយយើងកូរឲ្យសព្វណាហើយយើងទុកចោលមួយឡែកទៅញ៉ាំបន្លែម្ដាមដាក់ទឹកការ៉ុតឲ្យទៅសក់អេលឿនណាដោយសារជ្រក់ភ្លាមយើងញ៉ាំភ្លាមហ៎ហើយបងប្អូនចូលចិត្តញ៉ាំមិនចិត្តបែបអញ្ចឹងណាចាបន្ទាប់ពីយើងចិត្តបន្លែរួចរាល់ហើយយើងដួសទឹកត្រីបុកដែលយើងធ្វើមិញហ្នឹងណាចាយើងដាក់ចូលទៅហើយយើងលៃទៅប្រៃផ្អែមទៅតាមចំនួនបន្លែដែលយើងមានណាបងប្អូនច្បល់ឲ្យភ្លក់មើលសិនណាសម្រាប់ជ្រក់ហ្នឹងតែប៉ុណ្្នឹងគឺរួចរាល់ហើយហើយទឹកខ្លាញ់ស្រូបបាយធ្វើលឿនទេបងប្អូនយើងគ្រាន់តែហាន់ខ្ទឹមអីដាក់ចូលចានទៅហើយខ្លាញ់ដែលយើងអាំងសាច់យើងនៅសល់ហ្នឹងយើងយកមកចាក់ចូលមកហើយមានជាតិឆ្ងាញ់ទៀតហើយយើងចង់ចៀនពងមាន់ដាក់ជាមួយក៏បានអត់ក៏បានស្រាប់តែបងប្អូនចូលចិត្តទេណារួចរាល់អស់ហើយបងប្អូនចាអញ្ចឹងបងប្អូនចូលចិត្តញ៉ាំបែបណាក៏យើងរៀបចំតាមអញ្ចឹងទៅណាសម្រាប់ម្ដាមចូលចិត្តស៊ូបចូលគ្នាទាំងអស់មួយចានអញ្ចឹងដូចយើងញ៉ាំបាយស៊ូបនៅក្រៅអញ្ចឹងណាហើយនិយាយថាពីឆ្ងាញ់ណាបងប្អូនអើយបានបាយក្តៅអញ្ចឹងណាចារួចរាល់ហើយបាយស៊ូបសាច់សាស៊ីរបស់ម្ដាម